ខាងឆ្វេងដៃនេះលុចស៊ី570ឆ្នាំផលិត2019គូរូស៊ីនតម្លៃវាត្រឹមតែ$138,000តែប៉ុណ្ណោះផ្លាកលេខនេះបងប្អូនមើលផ្លាកលេខខ្ពស់ណាស់ភ្នំពេញ 2CC 3787បាទនេះគឺអាពណ៌ខ្មៅចំណែកអាពណ៌ទឹកប្រាក់នេះវិញផ្លាកលេខក៏កាន់តែពិសេសដែរផ្លាកលេខម្ចាស់ដើមកំងកាលពីគាត់ទិញដំបងមកគឺថាសិតតែលំដាប់ VIP ណាបាទសិតតែលំដាប់អភិជនណាបងប្អូនណាបាទកាលពីគាត់ទិញខ្លាញ់គោកាលពីគាត់ទិញដំបងកដាស់ពុនគាត់កេះមកដំបងក៏មិនធម្មតាដែរបងប្អូនយើងមើលណានេះមើលផ្លាកលេខមើលភ្នំពេញ 2Z 3456លេខកំងបងប្អូនមានចាប់អារម្មណ៍ទេផ្លាកលេខភ្នំពេញ 2Z 3456នេះបើបានដាក់លេខនេះបើមានគេឲ្យដាក់7 8 9 10ទៀតម្លេះគាត់ដាក់ថតថាដល់លេខរៀងតទៅមុខទៀតហ្នឹងមែនទេនេះអេមែនតើណាបាទអញ្ចឹងគឺថាមិនធម្មតាទេប្រវត្តិឡាននីមួយៗគឺសិតតែទិញមកពីអ្នកដែលគាត់ប្រើម្ចាស់ដើមទី1គាត់ប្រើថែណាអ្នកដែលគាត់មានធូធីហើយគាត់បាទជិះដំបងគេបងប្អូនដឹងស្រាប់ហើយមើលទៅគាត់មើលផ្លាកលេខគាត់ដឹងណាចេញមកដំបងបាទអ្នកដែលមាន570ជិះបាទគេហៅថានេះគឺអ្នកដែលជិះដំបងអ្នកដែលមាន570ជិះដំបងគឺថាមិនធម្មតាទេបាទហើយឆ្នាំផលិត2009ពណ៌ទឹកប្រាក់នេះតម្លៃត្រឹមតែ$41,500ទេបាទ$41,500 57009ពណ៌ប្រាក់ផ្លាកលេខភ្នំពេញ 2Z ឥឡូវយើងមកដើរមើលបញ្ចុំបន្តិចដើម្បីដឹងតើរូបរាងភិនភាគផែនឡានរបស់500ចិនវាមានរូបរាងយ៉ាងម៉េចដែរនេះមើលពីមុខប្រឆាត់ចេះមកបន្តិចមកឲ្យឃើញអាទឹកប្រាក់នោះអាទឹកប្រាក់មើលប្រឆាត់តិចទៅឃើញទេអា109អា11019គូរូវាខុសគ្នាបន្តិចរៀងវាណាមិនដូចគ្នាទេតម្លៃក៏ផ្សេងគ្នាបន្តិចដែរនេះឃើញទេបាទនេះបងប្អូនកន្លែងមើលទៅនេះបន្តិចនេះគេដាក់ថាគូរូឃើញគូរូទេគូរូគឺប្រែថាខ្មៅបាទខ្មៅមានន័យថាអំណាចហ្នឹងហើយជនជាតិជប៉ុនគឺខ្មៅគឺអំណាចហើយយើងមើលខាងក្រៅមកជុំសិនបន្តិចទៀតខ្ញុំនឹងលម្អិតខាងក្នុងជូនសុំបីតាកង់សុំបីតាយ៉ាន់ណាកង់ក៏ធំយ៉ាន់ក៏ស្អាតបាទជិះផ្លូវចិត្តផ្លូវឆ្ងាយឡើងភ្នំចុះភ្នំឡើងទួលចុះទួលគឺថាបានមកសេរីកាយាគេហៅថាជាប្រភេទឡានទំនើបលុចសេរីហើយបើយើងមើលពីក្រោយវិញក៏កាន់តែពិសេសអែមដែរបងប្អូនយើងមើលនេះកប់សេរីរីស្អាតមែនតើណាអ្នកណាមួយដែលថាមិនស្រឡាញ់អា570មើលខ្ញុំស៊ូបាទរូបរាងវាស្អាតសពសាច់អត់មានកន្លែងណាទាស់ហ្មងទាំងក្នុងទាំងក្រៅស្អាតសពសាច់អត់មានកន្លែងណាទាស់ទេមើលពីជ្រុងណាក៏ស្អាតដែរណាខ្មៅនេះស្អាតម្យ៉ាងទៅចំណែកអាពណ៌ទឹកប្រាក់នេះក៏ស្អាតម្យ៉ាងដែរទៅបាទអាខ្មៅ$138,000អាប្រាក់$41,500នេះបងប្អូនយើងមើលមើលនេះ570ដូចគ្នានេះលុចស៊ី570ដូចគ្នាអានេះក៏570ដែរនេះឃើញទេលុចស៊ី570ដូចគ្នាគាត់ថានេះវាឆ្នាំវាខ្ពស់2019គូរូ Black Edition ណាបាទមើលទៅស្អាតដូចគ្នាយកមួយណាក៏បានដែរបើថាមិនយកមកនំយកមកគូនឹងត្មងទៅមើលបងប្អូនបឆោចិត្តគ្នាគឺថាស្អាតដូចគ្នាណាគាត់ថាអាមួយពណ៌ប្រាក់អាមួយពណ៌ខ្មៅអាមួយ09អាមួយ019ទេបងប្អូនណាបាទមើលពីជ្រុងណាក៏ស្អាតដែរបងប្អូនយើងមើលពីក្រោយក៏ស្អាតមើលពីចំហៀងក៏ស្អាតមើលពីមុខឯនេះវិញក៏ស្អាតដែរបងប្អូនយើងមើលនេះស្អាតម្យ៉ាងម្នាក់បងប្អូនមានលុយរៀងច្រើនបន្តិចយកខ្មៅទៅ$138,000បងប្អូនមានលុយមួយល្មមបាទយកអានេះទៅ$41,500ទេដូច្នេះហើយបើសិនជាបងប្អូនចង់បានកុំភ្លេចតាក់ទងមកមុនគេបាទពីព្រោះមានតែ2គ្រឿងហ្នឹងទេនៅក្នុងការ៉ាឥឡូវយើងមកមើលភិនភាគផែនខាងក្នុងបន្តិចដើម្បីឲ្យដឹងថាអាគូរូភិនភាគផែនខាងក្នុងវាយ៉ាងម៉េចដែរណែបើវាឆ្វាច់មកគឺថាក្នុង cherry បងប្អូនយើងមើលនេះបាទនេះគេហៅថា full option ហើយ full option ហ្នឹងបើកមកឆ្វាច់មកថ្មីដូចវាំងអាហ្នឹងគេហៅថាថ្មីសពសាច់អត់មានកន្លែងទាស់បាទកៅអីខាងក្រោយវិញបើកទ្វារមកខ្វាច់មកថ្មីដូចវាំងបងប្អូនបាទនៅទាំងអស់នេះនៅទាំងពីរទូអ៊ីគឺនៅទាំងអស់នៅទាំងសងខាងណែអត់ទាន់មានខូចសឹករិចរើតាណានៅប្រើបានធម្មតាបាទគេហៅថាជាប្រភេទលំដាប់មេឡានហើយទឹកថ្នាំអីគឺថានៅស៊ីនមកជុំអស់ក្នុងក្រៅស្អាតសពសាច់អត់មានកន្លែងណាទាស់ទេអត់មានសឹករិចរើស្ទើត្រង់ចំណុចណាទេស្អាតទាំងមុខស្អាតទាំងក្រោយស្អាតទាំងក្នុងស្អាតទាំងក្រៅឥឡូវបច្ឆេះជូនបងប្អូនយើងមើលបន្តិចលុចស៊ី570នេះបងប្អូនមើលម៉ៅអានេះអាស៊ីនវាណាអត់មានតម្លើងសេរីទេគឺស៊ីន original របស់វាហ្មងមើល option វាមើលដាក់ AC ដាក់អូតូតម្លើងម៉ាស៊ីនត្រជាក់អីហ្នឹងណាអូតម្លើងសន្តិតែងឲ្យចុះវិញ option វានៅដើរទាំងអស់អាហ្នឹងហើយស៊ីនរបស់វាអាហ្នឹងគាត់តែខុសគ្នាមួយម៉ៅក៏ខុសគ្នារាប់ម៉ឺនដុល្លារបងប្អូនណាពីព្រោះអាឆ្នាំសេរីទៀតអត់គូរូអត់មានអានេះទេបើអត់គូរូអត់មានអាម៉ៅនេះទេហើយក៏អត់មានអេក្រង់អា DVD ខាងលើអាធំយ៉ាងណាវាទូចប៉ុណ្ណេះទេអាហ្នឹងអត់គូរូទេប៉ុន្តែគេអាចតម្លើងបានណាប៉ុន្តែអានេះស៊ីនរបស់វាបងប្អូនណាគឺ option វាឃើញម៉ៅរបស់វានេះម៉ៅវានៅដើរអស់គ្នាចុច menu ឯមកតែងមកគេដើរចឹងហើយបើវាទំនើបហ្នឹងហើយចឹងហើយបើវាថ្លៃហ្នឹងដោយសារវាទំនើបចឹងដែរយើងចូលកន្លែងចម្រៀងអីហ្នឹងគឺថាបានទាំងអស់គ្នាបងប្អូនណាបាទយើងដាក់ស្ដាប់វិទ្យុស្ដាប់ចម្រៀងស្ដាប់ Bluetooth ដាក់ memory អីស្ដាប់លើទូរស័ព្ទអីបានមក play option វាច្រើនណាបងប្អូន search សិក្សាបន្ថែមទៅខ្ញុំមិនអាចរៀបរាប់អស់ទេណានៅក្នុងហ្នឹងនេះខ្ញុំគ្រាន់តែបង្ហាញជូនបងប្អូនទ្រុសទេបាទមានទាំងនាឡិកានៅក្នុងហ្នឹងទៀតបាទនេះគឺជាប្រភេទឡានទំនើបហើយ option វាគឺយើងអាចសារ៉េសារ៉ង់បន្ថយសំឡេងតម្លើងសំឡេងវិទ្យុញ៉េណាមានទាំងចាក់ MP3
បាទលើកទូរស័ព្ទ connect ជាមួយ Bluetooth ឲ្យបានមកកាផ្លេហើយប្រអប់លេខវាគឺដាក់ទៅលើ click ណែដាក់ N ដាក់ A ដាក់ P ដាក់ D គឺថាអេមទៅមុខថយក្រោយអាយ៉ៃគឺថាមកកាផ្លេបងប្អូនអេមបាទហើយចកូតវាមិនល្មមមិនធូរពេកមិនតឹងពេកមិនល្មមចាប់ពីអា019 020នេះឡើងចកូតវានឹងតឹងបន្តិចបើ018ធ្លាក់មកដល់012ចកូតវានឹងធូរបន្តិចបាទអានេះខ្ញុំធ្លាប់ជិះដែរដល់ពេលអញ្ចឹងខ្ញុំដឹងណាហើយចំណាយ option ផ្សេងទៀតគឺថានេះមានតាំងពីអាបិទបាល់ដបូលនឹងដើម្បីឲ្យកូនយើងបានឈរយកចលអាកាសពីព្រោះរាល់ថ្ងៃខ្ញុំក៏ជិះអា500ចិនដែរហើយកូនខ្ញុំចូលចិត្តបើកអាហ្នឹងដើម្បីឈរស្រែកហូក៏ជ្រាវសុបាយបាទដើរលេងម្ដងក៏ចិត្តឈរដែរកូនខ្ញុំនៅទូហ្នឹងណាបាទហើយវាមានភ្លើងរបស់វាក៏ប៉ះភ្លឺហ្មងបងប្អូនយើងមើលនេះក៏ប៉ះភ្លឺហ្មងវាទំនើបអញ្ចឹងណាអត់មានកងតាក់អីទេក៏ចុចភ្លឺហ្មងយើងគ្រាន់តែយើងមើលនេះនោះទិញទូចណាហើយមានកន្លែង setting ហើយកៅអីរបស់តកង់ចូលមកអូតូម៉ាទិកបើថាយើងធ្លាប់អង្គុយប៉ុណ្ណឹងគ្រាន់តែយើងកាច់សោភ្លាមវាស្រួតឲ្យយើងមកត្រូវជើងត្រូវខ្លួនត្រូវទំហំត្រូវក្បាលត្រូវកម្ពស់របស់យើងមកវាទំនើបអញ្ចឹងណាបាទហើយវាមានទូតកកទៀតបងប្អូនមានទូតកកទៀតនេះទូតកកហើយនៅក្នុងហ្នឹងក៏មានស្រាដែរនេះស្រានៅក្នុងហ្នឹងមកដបសាប់ស្រាណាបាទដែរផឹកគេទុកនៅនឹងខ្ញុំមិនចេះផឹកស្រាទិញមកបានប៉ុណ្ណាទុកប៉ុណ្ណឹងមកកន្លែងបើកវានេះនេះកន្លែងបើកទូតកកហ៎អូនេះតិចបាទអញ្ចឹងកន្លែងនេះគឺថាកន្លែងដាក់អ្វីដែលគេថាតិចទុកហូបអញ្ចឹងណាដល់កន្លែងនេះវាមាន option ច្រើនទៀតវាមានឡើងភ្នំចុះភ្នំឡើងទួលចុះទួលដាក់កាពីតាហ្នឹងគឺថានេះមាន option វាច្រើនណាស់កន្លែងនេះបាទវាមាន H4 L4 វាមាន H4 Post មាន L4 ហ្នឹងច្រើនណា option វាប្រើមិនអស់ទេបងប្អូនអើយខ្ញុំបើករងថ្ងៃដែរតែប្រើមិនអស់ option បាទខ្ញុំដាក់តែ option ធម្មតាកណ្ដាល comfort ទេទៅបើទៅចំណែកអាប៉ុងមកវាយើងបាច់ដាក់ high យើងបាច់ដាក់ low យើងដាក់ N ហ្នឹងមកឲ្យវាខ្ពស់ល្មមតំណប់ចឹងទៅវាជិះទៅស្រួលថ្ងៃមុនជិះផ្លិចមើលលេងដាក់ high ខ្ពស់ណាស់ណៃបាទអញ្ចឹងគឺថាសូមជម្រាបផងដែរថាបាទបើសិនជាបងប្អូនចង់បានក៏ផ្លិចធ្វើម៉េចមកយកឲ្យតាន់គេមកគ្រឿងនេះសូមជម្រាបតាមត្រង់ថាឡាន570នេះគឺជាឡានរបស់ពួកម៉ាក់ខ្ញុំផ្ទាល់គឺឡានគ្រូណាស្ថាបនិកការ៉ាស់ BSN ហ្នឹងស្ថាបនិកការ៉ាស់ BSN មានគ្រូអុលគ្រូណានិងគ្រូនីហើយគ្រូណាគាត់ចង់លក់អា570នេះបាទគ្រូណាគាត់ចង់លក់ឡានដែលជាខ្លួនឯងនេះដើម្បីដូរសេរីយកអា670ម្ដងខ្លាញ់គោហ្នឹងហើយខ្ញុំនេះផ្លាកលេខគាត់ដែលបងប្អូនឃើញអាសាជឿនគឺផ្លាកលេខភ្នំពេញ 2CC ហ្នឹងហើយចំណែកខ្ញុំគឺផ្លាកលេខភ្នំពេញ 2BR ហ្នឹងហើយអញ្ចឹងបាទថានេះគឺជាឡានម្ចាស់ការ៉ាស់ផ្ទាល់ទេអត់មានឡានយកមកពីណាទេអញ្ចឹងបងប្អូនទិញទៅគឺថាដឹងតែកក់ក្ដៅដឹងតែសុបាយចិត្តដឹងតែទិញបានឡានល្អហើយដោយសារអីឡាននេះជិះផ្ទាល់ខ្លួនទេអត់ដែលប្រកាសលក់អីទៅលើកទី1ដោយសារចង់ដូរសេរីដូរយកទំនើបជាងនឹងទៀតដើម្បីលើកទឹកចិត្តខ្លួនឯងដើម្បីគេហៅថាកាដូខ្លួនឯងប្រចាំឆ្នាំណែបងប្អូនយើងមើលកៅអីវាមាន3ជួរណាបាទកៅអីវាក៏អាចទម្លាក់ចុះក្រោលទម្លាក់ឡើងលើបានដែរនេះចាំចុះមកមួយទៀតកៅអីគឺសិតតែប្រើបូមហើយប្រើអូតូចឹងអស់ទាញឡើងលើដល់ពេលវាក់ទាញកៅអីគឺយើងទាញដៃចេះវិញបាទផ្លឹបអូខេលើកឡើងលើទៅវិញលើកឡើងលើទៅវិញណែគេណាវាទំនើបចឹងយើងមិនបាច់ទៅលើកទៀតទេទម្លាក់ទៅវិញលើកឡើងលើវិញណែគេវាទំនើបចឹងហើយអត់តោះបងហើយបូឡាខ្ញុំអត់ដែរបានប្រើអីនឹងទុកនៅហ្វិចចឹងចោលបងពីព្រោះអត់មានមនុស្សអង្គុយក្រោយដាក់តែវ៉ាន់ទេបងប្អូនយើងមើលខាងក្នុងខាងក្រៅស្អាតនៅអត់ដែរប្រើហ្មងបាទនេះបើសិនជាច្រកថងបានច្រកថងទុកទៀតបាទហើយតាំងពីកម្រាលជើង VIP ស្អាតអស់ហើយអត់មានកន្លែងណាទាស់ទេមើលទៅទាំងកៅអីក្រោយទាំងកៅអីមុខស្អាតទាំងអស់ក្នុងក្រៅនឹងឲ្យស្អាតសពសាច់គ្មានកន្លែងណាទាស់អានេះវាទឹកថ្នាំវាស៊ីនមកជុំហើយចាំតិចទៀតខ្ញុំឲ្យមើលកញ្ចៅបន្ថែមហើយអាចម្លែកខាងក្រោយនេះយើងចុចដៃក៏បានយើងប្រើសោក៏បានឬក៏បញ្ជាពីមុខមកក៏បានដែរណាបងប្អូនបាទណែមើលស្អាតណាឥឡូវយើងមើលបាតក្រោមបន្តិចថាតើវាស្អាតប៉ុណ្ណាអាគូរូហ្នឹងបាទមើលជើងក្រោមមើលបាតក្រោមវាខ្ចីញ៉ាញ់អត់មានកន្លែងណាទាស់ទេបាទបាតក្រោមវាខ្ចីញ៉ាញ់អត់មានកន្លែងណាទាស់នៅលឿងល្អោកបងជិះអត់ដែរប្លាក់ដីជិះនៅតែពេញមួយផ្លេតវាមិនសូវមានពេលជិះផងដោយសារតែគ្រូណាគាត់រវល់ដល់ឡៃនេះប្រកបមុខរបរអាជីវកម្មលក់ឡាននៅជាមួយខ្ញុំហ្នឹងបាទទុកតែក្រាស់ហ្នឹងទៅស្រុកម្ដងម្កាលខែមន់សនទៅមួយខែមួយឆ្នាំទៅតែ2ដងឯងឥឡូវយើងមក scan QR code វិញបាទមិនខ្ចីញ៉ាញ់ណាបាទ scan QR code មើលនេះត្រឹមត្រូវឯនេះផ្លាកលេខភ្នំពេញ 2CC 3787ប្រើលក្ខណៈគ្រួសារពណ៌ខ្មៅត្រូវហើយលេខទូវាកតុយ19ឆ្នាំផលិត2019 Sin Original អត់មានឡើងឆ្នាំឡើងសេរីទេចេញដោយក្រសួងសាធារណការដឹកជញ្ជូនត្រឹមត្រូវស្របច្បាប់បានចុះបញ្ជីបង់ពន្ធជូនរដ្ឋរួចរាល់អត់មានទូចតាផ្លាកលេខទាំងមុខទាំងក្រោយគេទេស្អាតណាហើយចំណាយភិតភិកផៃឡានទឹកថ្នាំបងប្អូនមើលនៅSin Original មកជុំអត់មានបាញ់មកផ្ទាំងណាទេណាស៊ីនទាំងអស់ស៊ីនទាំងដបូលស៊ីនទាំងពណ៌ស៊ីនទាំងទ្វាមុខស៊ីនទាំងទ្វាក្រោយស៊ីនទាំងតកីអានេះធានាជូនថាស៊ីនមកជុំអត់មានបាញ់មកផ្ទាំងណាទេណាបាទលេខទូអីគឺថានៅមកជុំវិញកញ្ចក់ទាំងអស់អត់មានប៉ះពាល់ទេហើយចំណែកកញ្ចៅសម្រាប់ឲ្យបងប្អូនយើងមើលកញ្ចៅបន្តិចចូលរយៈ570ស៊ីននេះមើលកញ្ចៅទៀតតាមពិតអាពេលទឹកថ្នាំវានៅស៊ីនកន្លុកកលៀតវានៅស្អាតចឹងបាច់មើលកញ្ចៅទៀតក៏បានដែរគាត់ថានេះចង់បងប្អូនយើងឃើញបន្តិចនេះតាមពិតយើងមិនចង់ហែកឲ្យមើលទេប៉ុន្តែនេះចង់ឲ្យបញ្ជាក់នៅក្នុងវីដេអូច្បាស់តិចនេះបងប្អូនយើងមើលកញ្ចៅនេះនៅស៊ីទាំងអស់នេះវាមានតំណប់នេះមិនតំណប់មួយជាន់ពីរជាន់បីជាន់ហើយកញ្ចៅវាដាក់ទៅចង់មុតដៃនេះស្ទាបមើលនេះគេនេះកញ្ចៅវានៅស៊ីទាំងអស់បកមិនចង់មកវាជាប់ជាមួយអេប៉ុងនេះគេនេះនៅកញ្ចាប់អីវានៅទាំងអស់អត់មានកាត់តបុកប៉ះ
ខូចកញ្ចៅអីទេអត់មានទេស៊ីន original មកហើយមើលហើយពងសុវត្ថិភាពវានៅចេញnhanhនៅលឿងល្អមកអានេះបើសិនវាបុកវាប៉ះវាផ្ទុះពងសុវត្ថិភាពបត់ចូលនៅក្នុងនឹងអត់ដូចដើមអត់នៅខ្ចីnhanhមានលឿងល្អអញ្ចឹងទេសដូចចម្លៃសខ្បោះដូចចម្លៃមកឃើញទេអាហ្នឹងហើយគេហៅថាឡានស៊ីនណាអត់មានបុកអត់មានប៉ះនេះបាទតាមពិតទៅកាលណាឡានទឹកថ្នាំស៊ីនមកជុំអញ្ចឹងហើយមិនបាច់មកបើកមើលអាហ្នឹងទេគាត់ថានេះនៅក្នុងវីដេអូខ្ញុំឲ្យបងប្អូនយើងមើលច្បាស់ទាស់នឹងភ្នែកម្ដងឲ្យដឹងថាតើឡានគ្រូអុលហ្នឹងវាមិនវិញវាពិតជាស្អាត 100% មែនអត់បាទ570គូរូមកបើកកញ្ចក់ឲ្យមើលទៀតនេះបើកឲ្យអស់ចិត្តនេះមើលតែក្លុកកលៀតក៏ដឹងនេះក្លុកកលៀតខ្ចៅខ្ចងហ្នឹងគឺថាស្អាតទាំងអត់មានកន្លែងណាទាស់ទេឥឡូវយើងមើលប្លុកម៉ាស៊ីនម្ដងណាមើលប្លុកម៉ាស៊ីនម្ដងយើងមើលប្លុកម៉ាស៊ីនម្ដងថាតើអា570គូរូប្លុកម៉ាស៊ីនវាមិនវិញនេះឆេះឲ្យស្ងាត់ឈឹងហ្មងណាអត់មានឆេះញាក់អត់មានឆេះញ័រខ្សែពៀនពងវិលទេបងប្អូនមើលខ្សែពៀនពងវិលមានឡានពងឆេះហើយយើងមើលថាតើមានឆេះមកមានហើយមានហុយផ្សែងដលោមទេនេះឆេះមកមានផ្សែងបារីដែលស្អីផ្លុំចោលអត់មានម៉ាស៊ីនឆេះស្ងាត់ជ្រាបម៉ាស៊ីនខ្លាំងជន់ស្ទុះប្រើរត់ឆ្នាំទៀតអត់មានទៅណាមកបងប្អូនឃើញទេអាហ្នឹងគេហៅថាឡានម៉ាស៊ីនល្អម៉ាស៊ីនខ្លាំងណាអត់មានផ្សែងបារីអត់មានហុយដលោមទេឃើញទេបាទឡានគេចង់បានអញ្ចឹងបានវាប្រើបានយូរវាមិនងាយខូចបាទឡានរាប់ម៉ឺនហើយខូចមិនបងប្អូនអើយមិនធម្មតាយកទៅប្រើរាប់10ឆ្នាំទៀតមិនទៅណាមកណាម៉ាស៊ីនល្អក្លុកក្លៀកខ្ចៅខ្ចងក្បាលកន្លះនៅ7ពណ៌អត់ធ្លាប់ធ្វើជួសជុលអីម្ដងណាឃើញទេស្អាតបាទប្រេងម៉ាស៊ីនប្រេងប្រអប់លេខគឺដូរសតែល្អមើលទេហើយចំណែកពណ៌ឆ្វេងពណ៌ស្ដាំធ្នឹមតាំងពីធ្នឹមតាំងពីនេះគឺថានៅស្អាតទាំងអស់អត់មានទាស់ត្រង់ណាទេនេះគល់បូមនេះគឺថានៅស្អាតភ្លឹងហ្មងអត់ធ្លាប់ដោះអត់ធ្លាប់ដូរអត់ធ្លាប់ធ្វើអីម្ដងទេបាទស៊ីន original ហ្មងដវលអីក៏អត់មានធ្លាប់បុកអត់មានធ្លាប់ប៉ះអត់មានជួសជុលអីទេអត់មានតោនធ្វើថ្មីអត់មានទេណាបាទលេខកូដលេខតួនឹងនៅទាំងអស់បាទសំណុំស៊ីនរបស់វាហើយអត់ស្គុតហើយបញ្ជុំទៀតណាបាទកប់សេរីរីអញ្ចឹងបើសិនជាបងប្អូនចង់បានអាពណ៌ខ្មៅនេះសូមធ្វើម៉េចរុះរាន់មកយកតាន់គេ019គូរូស៊ីនអត់មានឡើងសេរីទេទាំងកាងមុខទាំងកាងក្រោយស៊ីនមិនគេហៅស៊ីនអត់មានឡើងសេរីទេគឺស៊ីនហ្មងហើយតម្លៃ138,000ចំណែកអាពណ៌ទឹកប្រាក់នេះក៏អត់មានឡើងសេរីណាដែរគឺស៊ីន original ដូចគ្នាឆ្នាំផលិត2009ពណ៌ប្រាក់បាទពណ៌ទឹកប្រាក់ក្នុងក្រៅស្អាតដូចគ្នាមានកន្លែងណាទាស់ទេយើងធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយឡើងភ្នំចុះទួលគឺថាបានមកសេរីកាយាហើយទឹកថ្នាំក៏វានៅសេរីសំណុំរបស់វាដែរហើយបងពុនផ្លូវវិញត្រឹមតែ80,000ទេបងពុនផ្លូវ80,000អាខ្មៅនោះក៏80,000អាប្រាក់នេះក៏80,000រៀលដែរបងពុនផ្លូវក្នុងមួយឆ្នាំអាហ្នឹងជំរាបឲ្យឡើងឈៀករួចដូចគ្នាមួយថ្ងៃទៅលើកញ្ចក់មានត្រឹមត្រូវមកកាផ្លេដូចគ្នាស៊ីន original ដូចគ្នាបាទហើយចំណែកផែនខាងក្នុងនេះ09គឺអេក្រង់បែបហ្នឹងវាខុសពី019នេះអានេះជំនាន់មុនណាឃើញទេបាទអញ្ចឹងគឺថា option វាគឺម្យ៉ាងម្នាក់បាទកៅអីខាងមុខឆ្លាស់ល្វឹងស្រួលអង្គុយចំណែកកៅអីខាងក្រោយនេះក៏ឆ្លាស់ល្វឹងដែរបងប្អូនទេអង្គុយគ្នាបានច្រើនបាទធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយគឺបានបាសេរីកាយាហើយបាទជិះជាមួយគ្រូសាតូចគ្រូសាធំម៉ែឪបងប្អូនយើងគឺថាប្រកបដោយផាសុកភាពសុភមង្គលតាមនឹងដែរណាបាទហើយនេះក៏មានម៉ាស៊ីនត្រជាក់មុខក្រោយដូចគ្នាដែរនេះម៉ាស៊ីនត្រជាក់ខាងក្រោយនេះគឺថាអ្នកអង្គុយខាងក្រោយក៏បាទត្រជាក់ដែរដោយសារវាមានម៉ាស៊ីនត្រជាក់នៅខាងក្រោយទៀតយើងដាក់ឲ្យលោមកត្រជាក់ឲ្យខ្លាំងតិចមកមើលអេក្រង់របស់វាក៏ស្អាតដែរហើយកន្លែងនេះគឺថាអានេះគឺ option វាមិនសូវជាញ៉ៃញ៉ៃដូចជា019នេះគឺធម្មតាទេយើងប្រើតែ comfort ដាក់តែកដាលអញ្ចឹងមកបើកទៅស្រួលណាបើកគេដាក់តែអាកដាលអញ្ចឹងមកដាក់ comfort ហើយដាក់ប៉ុងរបស់វាដាក់តែ N អញ្ចឹងមកហើយអានេះដាក់ half for អញ្ចឹងមកប៉ុណ្ណឹងបានហើយហ្នឹងហើយចំណែក option ផ្សេងទៀតយើងសេរីសរងតាមហ្នឹងទៅហ្នឹងហើយបាទហើយដវលបើកដូចគ្នានេះដវលបើកបាទតកូនលុយស៊ីគឺជាប្រភេទឡានទំនើបវាមានតាំងពីលុយស៊ី RX 300 330 400H 200T 300T រហូតតមករហូតដល់570ហ្នឹងអា570វាមានរហូតដល់670អា770ថ្ងៃក្រោយវាចេញអា8 970ដល់ណាទៀតអូយទំនើបបាទហើយឡានចេញមកមកវល់មួយវគ្គបោះមួយចំនួនរបស់វាគឺជាប្រភេទឡានដែលធន់ហើយប្រើសតតែរាប់ឆ្នាំមិនងាយទៅណាទេបាទហ្នឹងហើយគឺជាតកូនលុយស៊ីបាទជាប្រភេទឡានដែលធន់មាំប្រើបានយូរមិនងាយខូចទេបើខូចងាយអាចតិចតួចលេខកើតក៏មិនខ្វះគ្រឿងកន្លះជួសជុលដែរណាពីព្រោះថាអាលុយស៊ីនេះជានេះអាសអលហ្នឹងគឺជា brand គឺជា logo របស់ក្រុមហ៊ុនលុយស៊ីណាដែលផលិតនៅប្រទេសជប៉ុនគឺជា logo របស់ក្រុមហ៊ុនលុយស៊ីនេះហើយក្រុមហ៊ុនលុយស៊ីហ្នឹងគឺជាឡានដែលផលិតនៅប្រទេសជប៉ុនបងប្អូនដឹងស្រាប់ហើយឡានដែលផលិតនៅប្រទេសជប៉ុនគឺមួយគឺវាធន់វាមាំវាប្រើបានយូរវាមិនងាយខូចហើយបើខូចនេះអាចតិចតួចលេខកើតក៏វាមិនខ្វះគ្រឿងបន្លាស់ជួសជុលដែរហើយពេលលក់វិញគឺវាបានលុយវិញភ្លាមវានៅតែមានហាងឆេងលក់វិញពេលណាបានលុយវិញពេលនោះដោយសារអីដោយសារតែអាតកូនលុយស៊ីនេះអ្នកណាក៏ស្គាល់ដែរណាអ្នកណាក៏គេដឹងអ្នកណាក៏គេចូលចិត្តប្រើតាំងពីសម័យលុយស៊ី RX 300ម៉េះគេចូលចិត្តប្រើទម្រាំតែ570ទៀតតើអ្នកណាមួយមិនចូលចិត្តប្រើឲ្យតែមានលុយទិញទៅបាទយើងមានលុយប៉ុណ្ណាយើងទិញតាមតម្លៃយើងទៅព្រោះនេះវាដល់វគ្គលុយស៊ី570ហើយវារៀងសំរុំដែរឲ្យកន្លែងណាហើយខាងក្នុងបងប្អូនយើងមើលស្អាតទាំងអស់ឡានមួយគឺថាភិនភិកផៃឡានគឺនៅភ្លឹងអញ្ចឹងមកទាំងក្នុងទាំងក្រៅបាទស្អាតសពសាច់អត់មានកន្លែងណាទាស់បងប្អូនយកទៅប្រើឆ្អែតចង់លក់ចង់ដូរមកឲ្យខ្ញុំបាទគ្រូអល់មកចាក់ការ៉ាស់ VSN វិញពេលណាម៉ោងណាវិញក៏បានដែរឥឡូវមើលបាតក្រោយរបស់អា 2Z តិចមើលបាទបាតធានាជូនដឹងតែខ្ចីញ៉ាញ់មកបាទជើងក្រោមហាប់ណែនល្អម៉ាស៊ីនឆេះស្ងាត់បាតក្រោមខ្ចីញ៉ាញ់អត់មាន
ជាប់ខ្ញាយអត់មានបុកពីក្រោយអត់មានអូកែវសាក់ស៊ីឆ្វេងស្ដាំអត់មានធ្លុះធ្លាយបាតពុកបាតមានទេភ្លឹងខ្ចីដូចលក់ចឹងបងប្អូនយកទៅប្រើឆ្អែតលក់វិញពេលណាបានលុយវិញពេលនោះហើយមិនបាច់លក់នៅណាទេយកមកក្រាស់បេសិនមកកូអល់វិញមកឥឡូវយើងជួអកូនតិចយើង scan ផ្លាក់លេខវាតិចមើលទៅឯនេះភ្នំពេញ 2Z 3 4 5 6គេទេបាទជាប្រភេទឡានលុយស៊ី500ចិត្តឆ្នាំផលិត2009ស៊ីនចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូនត្រឹមត្រូវស្របច្បាប់បានចុះបញ្ជីបងពុនជូនរដ្ឋរួចរាល់អត់មានទូតាផ្លាក់លេខទាំងមុខទាំងក្រោយគេទេអេមទេកប់សេរីរីបាទអញ្ចឹងគឺថាស្អាតអត់មានកន្លែងណាទាស់ទេឥឡូវយើងមកមើលផែនតាក់ទងប្លុកម៉ាស៊ីនម្ដងនេះម៉ាស៊ីនឡានយើងបើកពងកឆេះនេះខ្សែពៀនពងកវលបងប្អូននេះមើលខ្សែពៀនពងកវលមានในឡានពងកឆេះឥឡូវយើងមើលម៉ាស៊ីនមើលមានឆេះមកមានឆេះញាក់មានឆេះញ័រមានឆេះមកចេញផ្សែងហុយគីឡូទេអត់មានទេស្អាតដូចគ្នាណាអញ្ចឹងគឺថាជាប្រភេទឡានស្អាតម៉ាស៊ីនខ្លាំងជាន់ស្ទុះប្រើបានយូរមិនងាយខូចចៅខ្យងក្បាលកន្លែងនៅ7ពណ៌ណាបាទពណ៌ឆ្វេងពណ៌ស្ដាំតាំងពីធ្នឹមនេះគឺនៅស្អាតទាំងអស់រហូតដល់ដវនេះគឺថាលើលេខទូមកជុំហ្មងអត់មានបឹកអត់មានបុកអត់មានប៉ះអត់មានកាត់តអត់មានស្ងោអត់មានដូរពណ៌អត់មានដូរលេខទូថ្មីអត់មានទេបាទអញ្ចឹងហើយបានថាបងប្អូនដែលមានបំណងចង់បានឡានត្រូវការឡានកុំភ្លេចគ្រូអល់ម្ចាស់ការ៉ាស់ BSN លក់តែឡានល្អត្រឹមត្រូវស្របច្បាប់ឯកសារគ្រប់ហើយឡានមិនមែនមានតែ572គ្រឿងនឹងទេណែបងប្អូនកលេចមកខ្វាច់កលេចបន្តិចបានណាដោយសារកាលហ្នឹងពេលវេលាខ្លីអត់បានបង្ហាញនៅក្នុងការ៉ាស់ទាំងមូលទេបងប្អូនយើងមើលនេះបង្ហាញតែបន្តិចជូនទេចាំឱកាសក្រោយវីដេអូក្រោយនឹងដើរបង្ហាញឲ្យបងប្អូនយើងមើលទាំងអស់ហ្មងនេះកលេចមកខ្វាច់សិនមកកាមេរ៉ាមែននេះមានតាំងពីអាព្រូមានតាំងពីអាលុយស៊ីអុក X300 330 Ford Mazda Tacoma Camry មានតាំងពី Starrex មានតាំងពី Alphard មានតាំងពីគីមានតាំងពីអាគី Carnival មានតាំងពីអា Morning មានតែអាគី Ram មានច្រើនណាស់រហូតដល់240គ្រឿងនឹងសាខាទី7ហើយនៅសាខាទី1ទី2ទី3ទី4ទី5ទី6ទៀតអញ្ចឹងគឺថាឡានច្រើនណាស់ដូច្នេះហើយឲ្យតែបងប្អូនចង់បានឡានពិតប្រាកដមកតាការ៉ាស់ BSN មកមិនខកអំណងទេហើយមិននិយាយអាក្នុងការ៉ាស់នៅអាក្រៅការ៉ាស់នេះកូនណែនតែនតាមនេះទេបងប្អូនមើលអានេះទៅទិញមកដល់អត់ទាន់មានបានរៀបចំអីបន្តិចទេនេះឡានដែលទៅទិញមកថ្មីនេះអត់មានហើយទិញមកតែចឹងមកទិញមកលក់មកអត់មានត្រូវធ្វើអីជន់ផ្លាក់លេខមកគូដូរឆ្កៀងមកក្រោយមួយណាឬក៏អស់អាគុយអញ្ចឹងទៅអត់មានខូចទឹកថ្នាំបុកប៉ះយកមកធ្វើថ្មីអត់មានទេស្ទើរតិចតួចឆ្កៀងអត់សូវភ្លឺខូចអាគុយឬក៏ជន់ផ្លាក់លេខអីប៉ុណ្ណឹងណាទិញមកគឺថាទិញប្រភេទឡានស្អាតយកមកដល់លាងទឹកលក់ចឹងបានយកមកបើឡានបុកប៉ះកាត់តស្ងោដូរពណ៌មិនអាចមកដល់ដៃគ្រូអល់បានទេសូមទានជ្រាបបាទអញ្ចឹងប៉ុណ្ណឹងចោះអរគុណណាស់ចំពោះបងប្អូនដែលបានគ្រប់គ្រងបងប្អូនខ្លះក៏ជួយ like ទៅហើយបងប្អូនខ្លះក៏ជួយ share ទៅបាទខ្ញុំបានឃើញអស់ហើយគ្រាន់តែថាមិនបានឆ្លើយឆ្លងវិញអស់សូមបងប្អូនកុំប្រកាន់បាទអញ្ចឹងហើយមានតែម្រាមដៃ10សូមគោរពអរគុណបងប្អូនពីចម្ងាយសូមជូនពរបងប្អូនសូមជួបតែសេចក្តីសុខសេចក្តីចម្រើនការងាររកទទួលទាននឹងចេះតែមានចេះតែបានទាំងអស់គ្នាទៅកុំឲ្យស្គាល់ពាក្យថាក្រហើយពេលរកស៊ីមានបានកុំភ្លេចបងប្អូនកុំភ្លេចមកជួយទិញឡាននៅការ៉ាស់ BSN របស់គ្រូអល់នេះម្នាក់មួយគ្រឿងផងណាបងប្អូនណាសូមអរគុណច្រើនសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយគោរពលា see you tomorrow បាទ